អូខេសូមអនុញ្ញាតគ្រប់នឹងជម្រាបសួរទៅដល់បងប្អូនទាំងអស់គ្នាដែលត្រៀមនឹងប្រឡងសញ្ញាបត្រទុតិយភូមិឆ្នាំសិក្សា2025ខាងមុខនេះសម្រាប់ក្នុងវីដេអូនេះដែរគឺខ្ញុំបានធ្វើវីដេអូជាវិញ្ញាសានិងជាសំណួរចែកជូនបងប្អូនទាំងអស់គ្នាសម្រាប់ត្រៀមប្រឡងហ្នឹងហើយកុំឲ្យខាត់ពេលយូរហើយកុំភ្លេចអ្នកគ្នាជួយចុច Subscribe និងសញ្ញាកណ្ដឹងម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗតែឥឡូវកុំឲ្យចាំយូរយើងចូលមកកាន់នៅវិញ្ញាសាទាំងអស់គ្នាសំណួរទី1ដែលគេសួរថាតើមូលហេតុអ្វីខ្លះដែលនាំឲ្យរបបកម្ពុជាប្រជាធិបតេយ្យដួលរលំអញ្ចឹងយើងមកមើលនៃរបបកម្ពុជាប្រជាធិបតេយ្យដួលរលំទាំងអស់គ្នាទី1មូលហេតុដែលនាំឲ្យរបបកម្ពុជាប្រជាធិបតេយ្យដួលរលំមានដូចជាប្រជាជនស្អប់ពើរបបប៉ុលពតដោយសារហូបចុកមិនគ្រប់គ្រាន់មិនឆ្អែតបំបិទសិទ្ធិសេរីភាពគ្រប់យ៉ាងធ្វើការលើសកំណត់លក្ខខណ្ឌលក្ខណៈរស់នៅអាក្រក់ការសម្លាប់រង្គាលប្រជាជនអស់ជំនឿឈប់គ្រប់គ្រងបោះបោរស្ទើរគ្រប់ទីកន្លែងវិសោធកម្មការចម្រាញ់យកមនុស្សបដិវត្តន៍បរិសុទ្ធនៅឆ្នាំ1976របបនេះចាប់ផ្ដើមធ្វើវិសោធកម្មសមាជិកសំខាន់របស់បកកុម្មុយនីសកម្ពុជានៅភូមិភាគឧត្តរដោយចោទថាមានគម្រោងធ្វើរដ្ឋប្រហារជាច្រើនលើកនិងបំបោះបបរប្រជាជននៅក្នុងឆ្នាំ1977វិសោធកម្មនៅភូមិភាគបូព៌ាកាន់តែអាក្រក់ដោយសារមានការសម្លាប់គណៈភូមិភាគតំបន់និងមេបញ្ជាការកងទ័ពជាច្រើនរូបរួមទាំងប្រជាជននៅក្នុងភូមិភាគនោះដោយចោទថាក្បត់ចូលដៃជាមួយយួនក្បាលយួនខ្លួនខ្មែរនៅនេះគឺការរងការចោទប្រកាន់តែថាក្បត់ចូលដៃជាមួយយួនហ្នឹងហើយការកាប់សម្លាប់គ្នាឯងធ្វើឲ្យរបបនេះទន់ខ្សោយកាលណាដែលយើងការសម្លាប់គ្នាឯងនេះគឺធ្វើឲ្យបាត់បង់នៅធនធានដែលមាននៅក្នុងការគ្រប់គ្រងរបស់យើងហើយកងទ័ពនិងប្រជាជនដែលរស់នៅបោះបោរប្រឆាំងវិញនឹងរត់ទៅសុំជំនួយពីវៀតណាមដោយសារតែខ្មែរក្រហមស្អប់ពួកវៀតណាមហ្នឹងហើយប្រជាជនដែលត្រូវបានពួកខ្មែរក្រហមនេះនឹងត្រូវបានបោះបោរវិញប្រឆាំងនឹងខ្មែរក្រហមហើយរត់ទៅសុំជំនួយពីវៀតណាមយើងមើលបន្តទៀតការធ្វើសង្គ្រាមត្រជាក់ជាមួយនឹងវៀតណាមខ្មែរក្រហមចាប់ផ្ដើមបង្កចំនួនជាមួយវៀតណាមតាំងពីឆ្នាំ1975ពាក់កណ្ដាលឆ្នាំ1977ការប៉ះទង្គិចកាន់តែខ្លាំងឡើងក្រោយកងទ័ពខ្មែរក្រហមវាយចូលកាន់កាប់ខេត្តស្វាយរៀងមួយរយៈចុងឆ្នាំ1978កងទ័ពវៀតណាមរួមនឹងរណសិរ្សសង្គ្រោះជាតិកម្ពុជាចាប់ផ្ដើមវាយយកកម្ពុជាប្រជាធិបតេយ្យថ្ងៃទី7មករា1979របបកម្ពុជាប្រជាធិបតេយ្យដួលរលំក្រោយការរំដោះបានទីក្រុងភ្នំពេញដោយរណសិរ្សសង្គ្រោះជាតិកម្ពុជាគ្រប់គ្រងដោយកងទ័ពវៀតណាមហ្នឹងហើយបើយើងអត់មានកងទ័ពវៀតណាមទេគឺខ្មែរក្រហមនៅកាន់កាប់រហូតហើយសំណួរទី2ចូលព័ត៌មានពីការកសាងជាតិឡើងវិញក្រោយរបបខ្មែរក្រហមឆ្នាំ1979ដល់ឆ្នាំ1990ព័ត៌មានពីការកសាងជាតិឡើងវិញក្រោយឆ្នាំរបបខ្មែរក្រហមពីឆ្នាំ1979ដល់ឆ្នាំ1990មានដូចជាទី1យមដល់មកផ្នែកសេដ្ឋកិច្ចបង្កើតក្រុមសាមគ្គីបង្កើនផលឬក្រុមប្រវាស់ដៃមានន័យថាប្រវាស់ដៃនេះគឺយើងជួយគ្នាទៅវិញទៅមកម្ដងម្នាក់ដើម្បីជួយដល់ស្ត្រីមេម៉ាយក្មេងកំព្រាចាស់ជរាជនពិការក្នុងការងារកសិកម្មកសាងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចមានផ្លូវថ្នល់កំពង់ផែសាលារៀនមន្ទីរពេទ្យពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយប្រទេសជិតខាងនៅក្នុងតំបន់និងពិភពលោកពង្រឹងសន្តិសុខសន្តិភាពសុវត្ថិភាពនិងសណ្ដាប់ធ្នាប់សង្គមដើម្បីទាក់ទាញវិនិយោគទុនពីបរទេសបង្កើតសេដ្ឋកិច្ចទីផ្សារសេរីនិងជំរុញការអភិវឌ្ឍធនធានមនុស្សយើងមកមើលផ្នែកសង្គមនិងនយោបាយវិញម្ដងរំដោះប្រជាជនឲ្យរួចផុតពីរបបបល្ល័ង្កពូជសាសន៍ប៉ុលពតទប់ស្កាត់អំពើអសកម្មក្នុងសង្គមការជួញដូរមនុស្សអាវុធគ្រឿងញៀនលើកកម្ពស់សិទ្ធិលទ្ធិប្រជាធិបតេយ្យធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញអនុវត្តនយោបាយបង្រួបបង្រួមជាតិ
សំណួរទី3 តើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសធ្វើឡើងនៅថ្ងៃណា មានប្រទេសណាខ្លះដែលចូលរួមកិច្ចព្រមព្រៀងនេះផ្ដល់សារៈសំខាន់អ្វីខ្លះដល់ប្រទេសកម្ពុជាអញ្ចឹងយើងមកមើលទាំងអស់គ្នាតើកិច្ចព្រមព្រៀងសន្ធិសញ្ញាក្រុងប៉ារីសធ្វើឡើងថ្ងៃណាចម្លើយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសធ្វើឡើងនៅថ្ងៃទី23 ខែតុលាឆ្នាំ1991មានប្រទេសចំនួន18ចូលរួមអូស្ត្រាលីប្រូណេកាណាដាចិនយូហ្គោស្លាវីអាមេនីបារ៉ាក់ឥណ្ឌាឥណ្ឌូនេស៊ីជប៉ុនឡាវម៉ាឡេស៊ីហ្វីលីពីនអង់គ្លេសសិង្ហបុរីថៃវៀតណាមនិងសូវៀតបន្ថែមពីនេះទៅទៀតមានអគ្គលេខាធិការនៃអង្គការសហប្រជាជាតិនិងមានការចូលពីតំណាងនៃចលនាមិនចូលបក្សសម្ព័ន្ធក៏ចូលរួមផងដែរកិច្ចព្រមព្រៀងផ្ដល់សារៈសំខាន់ដល់ប្រទេសជាតិដូចជាបញ្ហាចំនួនរវាងខ្មែរនិងខ្មែរនាំមកនូវសន្តិភាពជូនជាតិកម្ពុជារៀបចំបោះឆ្នោតជាតិសកលនៅកម្ពុជាក្រោមការត្រួតពិនិត្យនៃអង្គការសហប្រជាជាតិបង្កើតឲ្យមានការស្ដារនិងកសាងប្រទេសឡើងវិញកម្ពុជាឡើងវិញបញ្ចប់សង្គ្រាមដែលបានកើតមានរ៉ាំរ៉ៃជាច្រើនឆ្នាំមកហើយហើយយើងចូលមកកាន់សំណួរបន្តទៀតតើរណសិរ្សសង្គ្រោះជាតិកម្ពុជាបង្កើតឡើងនៅថ្ងៃណាអូខេនេះសំណួរអូខេ sorry អ្នកគ្នាមើលចាំណាកិច្ចព្រមព្រៀងផ្ដល់សារៈសំខាន់អូខេខ្លាចច្រឡំបន្តិចហ្នឹងហើយមកចូលសំណួរយើងបន្តទៀតតើរណសិរ្សសង្គ្រោះជាតិតើរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបង្កើតឡើងនៅថ្ងៃខែឆ្នាំណាចម្លើយរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបង្កើតឡើងនៅថ្ងៃ2ធ្នូឆ្នាំ1978ហ្នឹងហើយអ្នកទាំងអស់គ្នាគួរតែចាំផងចម្លើយសំណួរបន្តទៀតសំណួរទី5តើសម័យសាធារណរដ្ឋមានិតកម្ពុជាមានអង្គការគ្រប់គ្រងរដ្ឋសំខាន់ៗអ្វីខ្លះអញ្ចឹងយើងមកមើលទាំងអស់គ្នាតើអង្គការគ្រប់គ្រងរដ្ឋសំខាន់ៗនៅក្នុងសម័យសាធារណរដ្ឋមានិតកម្ពុជាមានប៉ុន្មានចម្លើយសម័យសាធារណរដ្ឋកម្ពុជាមានិតកម្ពុជាមានអង្គការគ្រប់គ្រងរដ្ឋសំខាន់4តើយើងមកមើលតើ4នឹងមានអ្វីខ្លះគណៈបកប្រជាជនបដិវត្តកម្ពុជាដែលដឹកនាំដោយលោកប៉ែនសុវណ្ណខែធ្នូឆ្នាំ1981មកដឹកនាំដោយលោកហេងសំរិនវិញដែលមានការិយាល័យនៅគ្រប់ខេត្តក្រុងក្រុមប្រឹក្សាប្រជាជនបដិវត្តឬក្រុមប្រឹក្សារដ្ឋមន្ត្រីដែលមានរដ្ឋមន្ត្រី17រូបដឹកនាំដោយលោកប៉ែនសុវណ្ណរហូតដល់ឆ្នាំ1981ទើបជំនួសដោយលោកស៊ីច័ន្ទក្រុមប្រឹក្សារដ្ឋរបស់លោកហេងសំរិនជាប្រធានដែលមានតួនាទីធ្វើការវិនិច្ឆ័យលើបញ្ហាច្បាប់រដ្ឋសភាជាតិដែលមានសមាជិក117រូបដែលកើតចេញពីការបោះឆ្នោតឆ្នាំ1981ហ្នឹងហើយសម្រាប់សំណួរចុងក្រោយគឺមានតែប៉ុណ្្នឹងហើយជាចុងក្រោយក៏ជូនពរបងប្អូនទាំងគ្នាប្រឡងជាប់និងទទួលបាននីតិល្អហើយកុំភ្លេចមើលមេរៀនផងការប្រឡងម្ដងគឺគៀកនឹងម្ដងហើយសម្រាប់វីដេអូវិញ្ញាសាគឺខ្ញុំធ្វើតរហូតដល់ថ្ងៃប្រឡងម្ដងហ្នឹងហើយសម្រាប់វីដេអូនេះក៏មានតែប៉ុណ្្នឹងហើយជាចុងក្រោយសូមបងប្អូនទាំងអស់គ្នាជួយចុច Subscribe និងសញ្ញាកណ្ដឹងម្នាក់មួយដើម្បីទទួលបាននូវវីដេអូថ្មីៗ